យើងរបៀបដែរជួបអញ្ចឹងអាសកម្មភាពហ្នឹងយើងឃើញរាល់ថ្ងៃណាប៉ុន្តែយើងអត់ដឹងថាវាជាវិញ្ញាណឬក៏ជាអីពិតប្រាកដទៅតែពេលថ្ងៃមុនទៅពេលដែលព័ត៌មានគេផ្សាយបានដឹងថាអីដែលយើងឃើញរាល់ថ្ងៃហ្នឹងវាជាវិញ្ញាណណាឥឡូវសិរឿងហ្នឹងវិញចាឥឡូវខ្ញុំនិយាយគាត់និយាយមកខ្ញុំព្យាយាមយល់តើអរគ្នាផ្ទះខ្ញុំដោយសារតែខ្ញុំនៅកាបូលហើយខ្ញុំនៅមួយបងខ្ញុំអញ្ចឹងនៅក្នុងបារីមួយហើយនៅក្រោយផ្ទះរបស់ខ្ញុំហ្នឹងវាមានបន្ទប់ជួលអ្នកផ្ទះជួលអញ្ចឹងវាផ្ទះជួលណាចឹងបន្ទប់ដែលបងខ្ញុំឲ្យខ្ញុំនៅហ្នឹងគឺវាពេលយើងអង្គុយទៅយើងអាចមើលឃើញអាខាងក្រោយហ្នឹងបានមានន័យថាបន្ទប់ទល់គ្នាខាងក្រោយបន្ទប់ខ្ញុំហើយនឹងបន្ទប់អ្នករោងចក្រហ្នឹងគឺទល់គ្នាចឹងហ្មងហើយធម្មតាខ្ញុំគឺធ្វើការដល់យប់ជ្រៅដោយសារខ្ញុំត្រូវសរសេរ script អញ្ចឹងគឺខ្ញុំសរសេរពេលយប់ហើយត្រូវប្រើអារម្មណ៍អញ្ចឹងធម្មតាខ្ញុំសរសេរពីម៉ោង2 10យប់រហូតម៉ោង3 4ភ្លឺខ្ញុំខ្ញុំដេកចឹងខ្ញុំពេលខ្ញុំចូលធ្វើការហ្នឹងប្រហែលពេលខ្ញុំទៅនៅក្នុងដំបងហើយខ្ទង់ម៉ោងឆ្នាំ2017 18ហ្នឹងប្រហែលគិតចន្លោះហ្នឹងហើយពេលខ្ញុំទៅនៅក្នុងហ្នឹងរបៀបធ្វើការធម្មតាអញ្ចឹងទៅធ្វើការគីណាសេភាពយន្តនៅសាស្ត្រាអញ្ចឹងទៅគាត់ថាពេលហ្នឹងខ្ញុំមិនមែនជាបុគ្គលិកពេញសិទ្ធិរបស់សាស្ត្រាទេរបៀបយើងfreelance អីចឹងណារបៀបអញ្ចឹងអញ្ចឹងពេលចូលទៅធ្វើការពេលខ្ញុំនៅហ្នឹងខ្ញុំធ្វើការខ្ញុំធ្វើពេលយប់ពេលថ្ងៃខ្ញុំត្រូវទៅរៀនអញ្ចឹងពេលយប់ឡើងខ្ញុំត្រូវសរសេរ script អីចឹងទៅអញ្ចឹងពេលដែលអង្គុយសរសេរ script ហ្នឹងធម្មតាគឺមានអារម្មណ៍ខ្លាចទាំងអស់ហើយអាបន្ទប់នៅទល់មុខខ្នងបន្ទប់របស់អ្នកផ្ទះជួលហ្នឹងគឺនៅចំពីមុខយើងអញ្ចឹងមានថាកញ្ចក់ហ្នឹងគឺយើងមើលឃើញសកម្មភាពគឺខ្ញុំនឹងឲ្យប្រួយរបស់អ្នករោងចក្រហ្នឹងមានថាពេលដែលគាត់បើកភ្លើងទៅយើងមើលឃើញទស្សនវិជ្ជាខាងក្នុងនឹងទាំងអស់ហ្មងអញ្ចឹងពេលដែលខ្ញុំសរសេរ script ចឹងធម្មតាពេលយើងសរសេរយើងរួយភ្នែកអញ្ចឹងយើងសម្រាកនឹងកៅអីអញ្ចឹងហើយយើងចោលភ្នែកមើលទៅបន្ទប់ធម្មតាគេបិទភ្លើងអញ្ចឹងវាអាចភ្លឺតែបន្ទប់នឹងមួយឯងអញ្ចឹងយើងឃើញមនុស្សស្រីគាត់ដើរចុះដើរឡើងនៅកាត់កញ្ចក់ហ្នឹងអញ្ចឹងគាត់ធ្វើសកម្មភាពផ្សេងដូចសក់ដូចអីអញ្ចឹងណាប៉ុន្តែគាត់មើលមកយើងឯងយល់អត់ពេលថាគាត់ធ្វើសកម្មភាពហ្នឹងតែឯងតែយើងអាចមើលឃើញហើយសកម្មភាពហ្នឹងគឺមានដដែលរាល់ថ្ងៃហើយអីដែលចម្លែកមួយគឺភ្លើងហ្នឹងអត់ដែលបិទទេទាំងថ្ងៃទាំងយប់អត់ដែលបិទទេភ្លើងបន្ទប់ហ្នឹងគឺអត់ដែលបិទហ្មងគឺភ្លឺរហូតហ្មងន័យថាពេលខ្ញុំចេញពីរៀនមកក៏ខ្ញុំអាចមើលឃើញពលឺចេញពីបន្ទប់ហ្នឹងព្រោះវាមានវាប្រួយកញ្ចក់ហើយពេលយប់ឡើងក៏យើងមើលឃើញការបិទកញ្ចក់ហ្នឹងឯងអញ្ចឹងយើងមើលឃើញអត្តទិដ្ឋភាពទាំងអស់ហ្នឹងអញ្ចឹងដល់ពេលមួយហ្នឹងគឺខ្ញុំកំពុងតែអង្គុយសេ script អីធម្មតាអញ្ចឹងទៅដូចរាល់ដងអញ្ចឹងយើងក៏ចោលភ្នែកទៅពេលយើងចោលភ្នែកទៅឃើញគាត់ឈរមើលយើងមិនថាឈរនឹងកញ្ចក់ហ្នឹងគឺឈរមើលមកយើងធម្មតាគីឡូគាត់មើលឃើញយើងព្រោះយើងបើកភ្លើងដែរអញ្ចឹងណាអញ្ចឹងគាត់អាចមើលឃើញយើងអញ្ចឹងយើងញញឹមទៅគាត់វិញក្នុងនាមជាអ្នកចិត្តខាងធម្មតាប៉ុន្តែយើងអត់ដែរស្គាល់គ្នាទេរបៀបខ្ញុំញញឹមដាក់គាត់ឲ្យរបៀបយើងរៀងអៀនដែរអញ្ចឹងយើងអោនទៅសេធម្មតាទៅប៉ុន្តែគាត់ហ្នឹងគឺគាត់អត់បញ្ឈប់សកម្មភាពស្រឡឹងមើលយើងទេមានន័យថាគាត់ស្រឡឹងមើលមកយើងគឺគាត់ឈរស្ងៀមមើលមកយើងប៉ុន្តែខ្សែភ្នែកគាត់អត់គួរឲ្យខ្លាចរបៀបគាត់មើលចេះទាំងអស់គ្នារបៀបស្ងៀមដូចឆ្ងល់លេដែរឆ្ងល់របៀបអញ្ចឹងប៉ុន្តែដល់ពេលយើងធ្វើជាអត់ចាប់អារម្មណ៍គាត់ប៉ុន្តែទៅភ្នែកយើងដៀងលួចមើលគាត់អញ្ចឹងប្រហែលជាខ្ទង់ប្រហែលជា1នាទី2នាទីអញ្ចឹងគាត់ត្រឡប់ទៅធ្វើសកម្មភាពគាត់ដដែលដូចជាដើរកាត់ប្អួចហ្នឹងណាដើរកាត់ប្អួចគាត់លេងសក់ឬក៏គាត់សិតសក់មកប្អួចអីចឹងគឺសកម្មភាពហ្នឹងដដែលអីចឹងទៅរបៀបដដែលទាំងអស់អញ្ចឹងដល់ពេលមួយហ្នឹងគឺបើម៉ោងប្រហែលជា4ហ្នឹងចិត្តភ្លឺដឹងរបៀបអាសមោលនឹងប្អួចហ្នឹងណាមានអារម្មណ៍ថាវាមិនមែនវាដូចមិនមែនមនុស្សម្នាក់វាមានមនុស្សច្រើនអ្នកនៅក្នុងផ្ទះហ្នឹងអាចអញ្ចឹងដែរអាចថាអ្នករោងចក្រគាត់ស្មាតទៅគាត់នៅគ្នាច្រើនអញ្ចឹងនៅបន្ទប់ប៉ុន្តែមានឆ្ងល់អត់តែបើគាត់បើកភ្លើងអញ្ចឹងរហូតអ្នកនៅមួយគាត់ដេកមិនឥឡូវបញ្ហាហ្នឹងឆ្ងល់រឿងថាហេតុអ្វីគាត់បើកភ្លើងរហូតក៏លោកគាត់អត់ចូលចិត្តភាពងងឹតអីចឹងក៏លោកបន្ទប់គាត់តែបិទភ្លើងទៅវាល្ងឹតប៉ុន្តែគាត់អ្នកធ្វើការរោងចក្រអញ្ចឹងគាត់អាចនឹងធ្វើសម្រាប់ពេលយប់ហើយព្រលឹមហ្នឹងត្រូវងើបហេតុអីបានគាត់អត់ដូចយើងអញ្ចឹងភាពអាពេលយប់ដេកហ្នឹងគឺគាត់អត់មានដេកទេគឺគាត់ដើរចូលដើរឡើងអញ្ចឹងរហូតមែនយ៉ាគឺគាត់អត់ដេកទេគាត់ព្យាយាមបង្ហាញឲ្យយើងឃើញថាគាត់គឺនៅនឹងគាត់នៅមួយយើងដែររបៀបអញ្ចឹងរបៀបសកម្មភាពទាំងអស់គ្នាគឺដដែលខ្លាំងហ្មងគឺដើរកាច់កញ្ចក់ហ្នឹងដដែលដើម្បីឲ្យខ្ញុំឃើញព្រោះធម្មតាខ្ញុំអង្គុយទល់មុខចេះអញ្ចឹងគាត់ពីនោះមកគឺមើលឃើញគ្នាហ្មងនិយាយទៅខ្នងបន្ទប់គឺខ្នងផ្ទះហ្នឹងគឺនៅទល់មុខគ្នាចឹងគឺគាត់ព្យាយាមបង្ហាញសកម្មភាពរបស់គាត់ដដែលកាច់កញ្ចក់គាត់លេងសក់លេងអីហើយទឹកមាត់គាត់ទៅមុខគាត់គឺស្មើថេងហ្មងហើយយើងអាចដឹងថាគាត់គឺជាកម្មការនីរោងចក្រព្រួយអាក្បាលជោគបោកគាត់ហ្នឹងគឺចង់ថាជា style របស់គាត់ហ្នឹងគឺដដែលអត់ដូរហ្មងមានថាគាត់លាកពាក់កៅអៅហ្នឹងដដែលហើយសកម្មភាពរបស់គាត់ថ្ងៃដដែលសកម្មភាពរបស់គាត់ដដែល repeat ដដែលហ្មងណាភ្លើងហ្នឹងវាចាប់ផ្ដើមភ្លឺយើងមើលឃើញសមោមានមនុស្សយើងបកទៅវិញណាឃើញមានមនុស្សច្រើននៅក្នុងហ្នឹងមើលមកយើងអញ្ចឹងប៉ុន្តែយើងអត់ហ៊ានមើលទេហើយពេលហ្នឹងខ្ញុំចាប់ផ្ដើមមានអារម្មណ៍រៀងខ្លាចដែរប៉ុន្តែយើងគិតថាវាមានអីនៅពីក្រោយហ្នឹងមែនតែស្រាប់មានលើគេនិយាយបន្ទប់ហ្នឹងមិនពីមុនអីចឹងថាចេះធម្មតាអ្នកទាំងអស់គ្នាដែលនៅពេញគឺដឹងឲ្យទៅបីជាផ្ទះនៅជាប់លបងគ្នាគឺក៏អត់ដែរនិយាយរកគ្នាដែរតម្រាំនេះផ្ទះនៅខ្នងគ្នាហើយឆ្ងាយគ្នារបៀប
វានៅគ្រាន់ទល់ខ្នងប៉ុន្តែបើត្រូវដើរក៏ត្រូវដើរឆ្ងាយអញ្ចឹងណាគឺអត់ដែរនិយាយសុំអីហើយក៏ដឹងមូលហេតុអីទាំងអស់អញ្ចឹងដល់ពេលមួយនឹងពេលណាខ្ញុំចាប់ផ្ដើមភ្ញាក់ខ្លួនហ្នឹងគឺពេលខ្ញុំបើក Facebook ពេលព្រលឹមឡើង សង្ស័យដូចខ្ញុំគិតទៅនេះ បងប្អូនខ្ញុំទុកពេលគ្នាគិត10វិនាទីគឺខាងម្ចាស់តាជួលគាត់ផ្ទះហ្មងគឺឃើញកម្មការនៃរោងចក្រហ្នឹងគឺគាត់ធ្វើអត្តឃាតខ្លួនឯងចងកនឹងប្អួយហ្នឹងហ្មងណា ចងកនឹងមួយហ្មង ហ្នឹងហើយនឹងខ្ញុំប្អួយ ថ្ងៃដែលឃើញនឹង គឺសាក់សពគាត់គឺហើមហ្មងអញ្ចឹងមានន័យថាកំឡុងពេលដែលខ្ញុំឃើញគាត់ហ្នឹងគឺមិនមែនជាមនុស្សគឺមានថាគាត់ចងព្យួរអញ្ចឹងហើយធម្មតាសាក់សពដែលធ្វើអត្តឃាតខ្លួនឯងវាលៀនតាតណាហើយសាច់ហើមហើយនៅក្នុងអា stylist សម្លៀកបំពាក់គាត់ជាកម្មការនៃរោងចក្រហ្នឹងគឺនៅនឹងអញ្ចឹងគាត់ repeat អារូបភាពដែលគាត់ឲ្យយើងឃើញគឺដដែលហើយអីដែលគាត់ឲ្យខ្ញុំឃើញហើយគាត់ចង់ឲ្យយើងជួយយកសាក់សពគាត់ចេញឬក៏គាត់មកយើងព្រោះពីដើមមកក៏ខ្ញុំនិងគាត់គឺអត់អាចជួបគ្នាក៏អត់អាចស្គាល់គ្នាដែររបៀបអញ្ចឹងហើយទឹកតែចម្លែកពេលដែលខ្ញុំចាប់ដើមឃើញគាត់នៅដល់យប់ជ្រៅដូចខ្ញុំដែរព្រោះធម្មតាខ្ញុំនៅតែសេរឿងខ្ញុំនៅយប់ជ្រៅអញ្ចឹងអញ្ចឹងមើលឃើញគាត់អាសកម្មភាពរបស់គាត់ដដែលតែព័ត៌មានហ្នឹងគេបានបញ្ជាក់ថាមូលហេតុអីគាត់ស្លាប់អីអញ្ចឹងអត់ គាត់ចងកនៅសារគាត់ឆ្លុះគ្នាមួយសងសារគាត់មានបញ្ហាប្រច័ណ្ឌអីចឹងគាត់ក៏ធ្វើអត្តឃាតទៅប៉ុន្តែគួរស្ដាយរបៀបសាក់សពគាត់នៅយូរពេកចឹងវាហើម មានខ្លះអីបានបញ្ជាក់ផ្ទះទៅគាត់ មែនទេសារតែមិត្តភក្តិគាត់តាក់ទងគាត់អត់បានអញ្ចឹងគាត់តាក់ទងគាត់អត់បានហ្នឹងគេក៏មកម្ចាស់ផ្ទះជួលហើយម្ចាស់ផ្ទះជួលហ្នឹង អូនមានអារម្មណ៍ថាដូចលឺព័ត៌មានគេចុះផ្សាយពីអាករណីហ្នឹងដែរតា ខ្ញុំអត់ដឹងទេ តែ តែ ករណីតែមួយក៏មិនដឹង អានេះដូច2016 17 តើวันនេះចឹងតែមួយរយៈមុននេះបានលឺថាមានករណីចឹងដែរខំសង្ស័យអញ្ចឹងណាចាប់ពីថ្ងៃនេះទៅខ្ញុំនឹងចូលដេកឲ្យបានប្លុកបន្តិចព្រោះអត់ចង់ឃើញរូបភាពអស់ហ្នឹងឯង តែថាចែករូបភាពអស់ហ្នឹងទោះបីយើងអត់ចង់ឃើញក៏ត្រូវតែឃើញ2016ដល់ឥឡូវប្រហែលឆ្នាំ6 7ឆ្នាំដឹងអត្តភាពហ្នឹងតែអស់គ្នាគឺនៅទឹកតាក្នុងខួរក្បាលខ្ញុំហ្មងអាភ្នែក eye contact គាត់ស្រឡឹងមើលមកយើងហើយយើងងាកទៅចំមកគាត់មិនថាយើងងាកទៅគាត់ពេលដំបូងយើងអត់ដឹងថាគាត់ជាខ្មោចយើងគិតថាគាត់ជាមនុស្ស ខំឲ្យខ្ញុំដាក់ទៀតណា យើងខំឲ្យខ្ញុំដាក់គាត់ឲ្យគាត់ ក្លឹង friendly ហើយយើង friendly ដាក់ខ្មោចឲ្យខ្មោចមើលមុខយើងណា អូកែជួបខ្មោចយើងណា ចំណាយចែមអស់គ្នាមនុស្សតែអត់ខ្លាចខ្មោចប៉ុន្តែគេចៅជួបខ្មោចខ្ញុំឃើញអញ្ចឹងមែនប៉ុន្តែខ្ញុំអត់សូវមាន reaction ជាមួយនឹងខ្មោចពេកខ្ញុំនិយាយថាខ្ញុំពេលដែលជួបហ្នឹងគឺខ្ញុំប្រើខួរក្បាលនេះសម្រាប់គិតថាហ្នឹងគឺជាអីពេលដែលខ្ញុំធ្វើការគឺខ្ញុំអត់បើកប្អួយទៀតទេបងប្អូនយើងទិញអាវាំងនឿនប្អួយទៅយើងទិញបិទទៅហើយបន្ទប់ជួលហ្នឹងឥឡូវហ្នឹងគឺមានគេជួលធម្មតាមានគេជួលនៅ អ្នកជួលក្រោយនឹងមិនទៅ អត់ដឹងថាអ្នកជួលក្រោយមានរឿងអីប៉ុន្តែគេជួលនៅធម្មតាឃើញមានមនុស្សអីធម្មតាមានមនុស្សចេញចូលធម្មតា មានកម្មរបៀបថាហេតុការណ៍អញ្ចឹងហើយម្ចាស់តែគេផោះទឹកផោះអីហើយកុំឲ្យខ្លាចអីអញ្ចឹងគេសម្អាតសម្អីហើយគេមិនទុកឲ្យនៅអញ្ចឹងទេ ប៉ុន្តែគឺអីដែលយើងឃើញហ្នឹងគឺមានតែកំឡុងពេលដែលគាត់ស្លាប់បាន4 5 6 7ថ្ងៃអញ្ចឹងមានថាគាត់អត់ទាន់ដឹងខ្លួនតែគាត់ស្លាប់ឯងមើលទៅអញ្ចឹងមិន ហើយដល់7ថ្ងៃមិនដឹងថាខ្លួនស្លាប់ក្នុងរយៈពេលអាពេលដែលបង្ហាញមុខឲ្យផណាឯងឃើញហ្នឹងកំពុងតែវិលវល់អត់តាន់ដឹងទេ នៅពេលខ្លះគាត់អាចគិតថាចេះគាត់ធ្វើអាសកម្មភាពហ្នឹងចុះធម្មតាពេលចិត្តភ្លឺអញ្ចឹងគាត់អាចមួយទឹកមួយអីរៀបចំខ្លួនទៅធ្វើការរោងចក្រអញ្ចឹងណា បែបអញ្ចឹងបែបអញ្ចឹងធ្វើសកម្មភាពគាត់ធ្វើរដងអញ្ចឹងដល់នៅម្នាក់នេះនៅរៀងយប់ជ្រៅទៅ មិនយប់ជ្រៅធម្មតាទាំងអស់គ្នាគឺភ្លឺយកតែហ្មង ចុះនិយាយថាបើខ្ញុំនៅភ្លឺវិញខ្ញុំមិនដែរបើកប្អួយឬក៏មើលទិដ្ឋភាពអីទេបិទភ្លើងឲ្យចិត្តបើកតែកុំព្យូទ័រធ្វើការទេអញ្ចឹងខ្ញុំអត់ដែរជួបអាហេតុការណ៍អញ្ចឹងឯងបើគាត់នេះបើកប្អួយបើកអីលេងសតែខ្ញុំដាក់គ្នាអីរាប់អានអ្នកចិត្តខាងអីអញ្ចឹងទេអើយ មិនចង់រាប់អានមកទាំងអស់គ្នាធម្មតាយើងពេលយើងគេងាកដែរយើងមិនសិនយើងអត់មើលមុខគេឬក៏ខ្ញុំតែគេថាយើងឆ្លើយតែនេះចង់ថាចេះយើង friendly ខំនឹង friendly ចំខ្មោច យើង friendly ចំខ្មោចប៉ុន្តែចង់តែថាទោះបីជាខ្មោចមែនតែណាត់គាត់វិញ ដូចជាគាត់ចង់ដល់ដំណឹងអីមួយឲ្យយើងអញ្ចឹងណា ឥឡូវគាត់កំពុងជាប់ យើគាត់បាត់ផុតអីអញ្ចឹងណា ប៉ុន្តែអីដែលខ្ញុំសម័យឃើញរូបភាពដដែលដែលគាត់ដើរមុខកញ្ចក់គាត់សិតសក់ហ្នឹងអាហ្នឹងជាសកម្មភាពប្រចាំថ្ងៃដែលគាត់ធ្វើប្រហែលជាអញ្ចឹង តែគាត់អត់ដឹង អញ្ចឹងសាកសពទាំងអស់គ្នាសាកសពគាត់ខ្ញុំ repeat ត្រឡប់ទៅក្រោយវិញពេលខ្ញុំមើលព័ត៌មានហ្នឹងសាកសពហ្នឹងគឺគាត់ចងព្យួរនឹងអាស្គាល់ ច្រឹងពួយ ហើយអាខ្សែលីឡង់អញ្ចឹងវានៅកប់នៅក្នុងខ្សែវាកប់នៅក្នុងសាច់កចេះវាហើមហើយភ្នែកលៀនចេញមកចង់ថាវាមិនលៀនជ្រុះទេវាលៀនចេញមកវាស្អុយហើយមិនតានឹងលៀនឡើងខៀវហ្មងសាច់ឡើងខៀវនិយាយទៅគឺឃើញហើយយើងខ្ពើមហ្មងហើយយើងផ្ដល់អារូបភាពដែលយើងឃើញពីយប់ហើយនឹងអារូបភាពព័ត៌មានដែលយើងឃើញពីព្រឹកយើងយកអាហ្នឹងមក តែយកវិញប៉ាត់របស់ប៉ាត់ទេ គឺយើងសឹងតែមិនជឿថាហ្នឹងគឺជាខ្មោចទេអ្នកទាំងអស់គ្នាពេលខ្លះខ្ញុំពិបាកនឹងជឿដែរថាហ្នឹងវាជាខ្មោចឬក៏មិនមែនតែខ្ញុំជឿត្រឹមសារព័ត៌មានហ្នឹងហ្មង
បើសិនសារព័ត៌មាននិយាយពីទីតាំងផ្សេងខ្ញុំអត់អីណាប៉ុន្តែគេបញ្ជាក់ទីតាំងច្បាស់ភិនភាគច្បាស់ មានអារម្មណ៍ថាអត់ដែលបានជួបតែដល់អ្នកធ្លាប់ជួបបានយល់អារម្មណ៍ហ្នឹង តែបងប្អូនដែលនៅបន្ទប់ជួលពីច្រើនគាត់ធ្លាប់ជួបអញ្ចឹងហ៎ បើយើងធ្លាប់ទៅអត់អីផងនិយាយចំមនុស្សមានបនអត់ដែលជួបទេ មែនទេពេលខ្លះអាចនឹងយើងទៅខុសកន្លែងនេះគឺទៅចំកន្លែងវាមានអញ្ចឹងអីចឹង ប្រហែលជាបើធ្លាប់លឿនអ្នកនិយាយធ្លាប់តែមានអ្នកដើរដេកទស្សនៈបើថាអ្នកមាននឹងបន្ទប់ជួលឡងអីដូចអត់សូវមានទេតែអាហ្នឹងវាតកតងទៅលើជំនឿដូចខ្ញុំអត់ជឿតែខ្ញុំអត់ដែរជួប តគ្នា យើងមនុស្សដែលភ័យខ្លាចជួនកាលមកពីអារម្មណ៍ខ្លួនឯងបន្លាចខ្លួនឯងអញ្ចឹងណា កំឡុងពេលដែលខ្ញុំមើលឃើញគាត់ហ្នឹងមានថាគឺពេលដែលគាត់ស្លាប់ហើយ 5-6 ថ្ងៃអញ្ចឹងមានថាវិញ្ញាណគាត់គឺនៅវិលវល់ហើយគាត់អត់នៅខ្លួនឯងស្លាប់អញ្ចឹងបានគាត់រីភីតអសកម្មភាពដដែលហ្នឹងឲ្យយើងឃើញហើយអត់ដឹងតែគាត់ខ្លួនឯងគឺដឹងតែខ្លួនឯងស្លាប់ឬក៏អត់របៀបអញ្ចឹងតែចង់ផ្ដាំទៅអ្នកស្ដាប់ podcast នេះបើសិនជាគាត់នៅបន្ទប់ជួលហើយគាត់មានអារម្មណ៍ថាបន្ទប់នេះអញដូចមានអញ្ចឹងដែរប្រយ័ត្ននៅបន្ទប់ជួលខ្ញុំកំពុងនិយាយប្រយ័ត្នតា ជាបន្លាចគ្នា ជួយនិយាយលេងទាំងអស់គ្នាថាយើងជឿដោយបញ្ញាទៅថាពេលខ្លះវាមិនដូចលៀងឯងនិយាយចឹងវាជាអារម្មណ៍របស់យើងអីចឹងប៉ុន្តែអារម្មណ៍នេះវាមិនជាអារម្មណ៍ធម្មតាទេព្រោះសារព័ត៌មានគេបានបញ្ជាក់ច្បាស់ហើយអីដែលយើងមើលគឺច្បាស់ចឹងបងប្អូនគ្នាកាត់យល់បាន ចឹងមានតែប៉ុណ្្នឹងឯង ចឹងសាច់រឿងយើងគឺផតអានេះភាគម៉ានយើងដូចភាគ3ហីភាគ3យើងចាប់ហើយ អេពីសូតយើងថ្ងៃនេះចាប់ត្រឹមហ្នឹងហើយណាគេចង់ស្ដាប់អេពីសូតបន្តនឹងចូលទៅជួយ subscribe like អីអញ្ចឹងទៅអ្នកទាំងអស់គ្នានឹងបានអេពីសូតបន្តហើយតែតែមានរឿងថ្មីរហូតហើយបើសិនជាបងប្អូនណាជួបបទពិសោធន៍ដូចពួកគាត់ឬក៏ខ្ញុំអីអញ្ចឹងទៅអាចចូលរួមចែកម្លែកបានព្រោះអីបើខ្ញុំនិយាយតែពីរនាក់អញ្ចឹងអ្នកខ្លះគេថាពួកខ្ញុំកុហកតាមពិតនេះគឺជារឿងពិតដែលគាត់ គេមើលមកយើងដូចបង្កើត content ហ្នឹងហើយប៉ុន្តែគឺរឿងពិតដែលគាត់ធ្លាប់ជួបមែនអញ្ចឹងទៅចង់ឲ្យអ្នកទាំងអស់គ្នាអ្នកដែលធ្លាប់ជួបជួយចែកម្លែកមកដើម្បីឲ្យគេដឹងថានេះមិន content ពួកយើងទេគឺវាជារឿងដែលធ្លាប់ជួបពិតមែន ប៉ុន្តែអ្នកខ្លះគាត់ជឿគឺនៅតែជឿតែអ្នកខ្លះគាត់អត់ជឿក៏យើងពិបាកបង្ខំដែរតែថាទាំងអស់គ្នាអារឿងវិញ្ញាណនេះមួយខ្ញុំខ្លួនឯងទៅជួបហ្នឹងគឺខ្ញុំក៏មិនគិតថាវាជាខ្មោចឡងដែរព្រោះខ្ញុំធម្មតាគឺខ្ញុំមិនជាមនុស្សខ្លាចខ្មោចបើខ្ញុំខ្លាចខ្មោចមិនធ្វើការឲ្យយកផាច់ទៅ set ថតរបៀបទៅអីចឹងតែយើងនៅតែប្រើបញ្ញាសម្រាប់ការគិតថាជឿហ្នឹងហើយអញ្ចឹងថ្ងៃនេះមានតែប៉ុណ្្នឹងឯងអរគុណច្រើនបាយបាយ